ជុំរៀបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំមកទៀតហើយថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបយកដាវខ្មោចបាទយកដាវទុកដាវនេះបាទដាវនេះហ្នឹងហើយខ្ញុំអត់ស្គាល់ឈ្មោះទេដឹងដាវស្អីទេតែដាវហ្នឹងeffect វាឡយដែរបាទ skill ទី1វាឡយអញ្ចឹងមុននឹងចូលដល់ក្នុងវីដេអូយើងត្រូវចុចបេះដូងម្នាក់មួយផងបាទជួយចុចបេះដូងខ្ញុំម្នាក់មួយផងព្រោះអីចិត្ត100បេះដូងហើយបាទកុំឲ្យសន្តិបែយូរតោះយើងទៅយកទាំងអស់គ្នាឈប់នេះដើម្បីត្រូវយកអាហ្នឹងបានត្រូវការកំប៉ុងនេះ100អ្នកទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាមានហើយតោះអ្នកទាំងអស់គ្នាយើងមកដល់ហើយកន្លែងកោះទូកក្នុងសមុទ្រទី2អ្នកទាំងអស់គ្នានោះខ្ញុំឲ្យមើលហ្នឹងហើយយើងចូលក្នុងមកបាទចូលក្នុងមកមិញដើម្បីវាយបានកំប៉ុងនឹងបានគឺត្រូវវាយ NPC នេះអ្នកទាំងអស់គ្នាបាទនេះគឺ NPC នេះអ្នកទាំងអស់គ្នាយើងវាយមកតាមសំណាងយើងបាន1បាន2ខ្លះអត់បានទេអ្នកទាំងអស់គ្នានេះដូចខ្ញុំអញ្ចឹងវាយទី1អត់បានទេតតែវាយទី2បានបាទខ្ញុំវាយទី1អត់បានទេខ្ញុំវាយទី2មើលខ្ញុំវាយទី2បានតាមដល់មកខ្ញុំវាយមើលតាមហ្នឹងបាទនេះបាទវាយទី2បានបាទនោះហើយយើងចេញទៅក្រៅវិញយកអាដាវនោះបាទអ្នកទាំងអស់គ្នាដើរតាមខ្ញុំអញ្ចឹងមកនេះដើរចូលមកហើយចូលក្នុងមួយទៀតហើយនឹងឃើញ NPC មួយបាទនោះខ្ញុំច្រឡំដើរហួរមកនោះ NPC នៅក្នុងផ្ទះនោះនៅក្នុងផ្ទះទី2បាទនេះនៅក្នុងផ្ទះណាអ្នកទាំងអស់គ្នានោះចូលនោះ NPC នោះចូលបាទហ្នឹងបាទហើយយើងចុចទិញមកខ្ញុំចុចទិញហើយអញ្ចឹងវាលេងបានទៀតហើយបាទហើយខ្ញុំមកវអ្នកទាំងអស់គ្នាដែលជួយ like និងជួយ follow ខ្ញុំហើយជួយចុច like ខ្ញុំទៀតផងបាទជួយព្រោះអីខ្ញុំចិត្ត100បេះដូងហើយបាទវីដេអូនេះឈានមកដល់ទីបញ្ចប់ហើយបាទហើយកុំភ្លេចចុច like follow ផងបាទនឹងមានខ្ញុំយកដាវផ្សេងទៀតបាទពីខ្ញុំបាទ RT បាយបាយ